លោកប្រធានាធិបតីកូរ៉េខាងត្បូងបានហ៊ានប៉ះជាមួយជនជាតិកូរ៉េងាក់នឹងត្រូវវិនាសបានសរសេរជាភាសាខ្មែរកាលពីលើកមុននៅលើបណ្ដាញសង្គម X លោកឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា Kim Chang-ryong បានបញ្យល់ថាចេតនាសង្កត់ធ្ងន់លើលទ្ធផលស៊ើបអង្កេតនៅថ្ងៃទី30ខែមករាលោកប្រធានាធិបតីយួនសាក់យុលបានបង្ហោះសារជាភាសាខ្មែរនៅលើបណ្ដាញសង្គមដោយនិយាយថាហ៊ានប៉ះជាមួយជនជាតិកូរ៉េញាក់នឹងត្រូវវិនាសដែលបង្កឲ្យមានការបកស្រាយផ្សេងលោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា Kim Chang-ryong បានបញ្យល់ថាសារនេះមានបំណងបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ជោគជ័យរវាងភ្នាក់ងារអនុវត្តច្បាប់កូរ៉េខាងត្បូងនិងកម្ពុជាក្នុងការបង្ក្រាបក្រុមក្លែងបន្លំតាមអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាពនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីម្សិលមិញថ្ងៃទី23លោកឯកអគ្គរដ្ឋទូតគីមបានថ្លែងថាចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការរួមគ្នារវាងកូរ៉េខាងត្បូងនិងកម្ពុជាក្នុងខែវិច្ឆិកាឆ្នាំមុនការបង្ក្រាបចំនួន12លើកក្រុមក្លែងបន្លំត្រូវបានធ្វើឡើងដែលបណ្ដាលឲ្យមានការចាប់ខ្លួនជនសង្ស័យកូរ៉េខាងត្បូងជាង140នាក់រួមទាំងការបង្ក្រាបដែលធ្វើឡើងដោយឯករាជ្យដោយអាជ្ញាធរកម្ពុជាបន្ថែមពីលើក្រុមការងាររួមគ្នា TF ចំនួនសរុបនៃជនសង្ស័យកូរ៉េខាងត្បូងដែលត្រូវបានចាប់ខ្លួនបានឈានដល់ប្រហែល300នាក់បន្ទាប់មកលោកបានពន្យល់ថាការសរសេរអបអរសាទរលោកប្រធានាធិបតីយួនសាក់យុលចំពោះការរំពឹងទុកលើសពីការរំពឹងទុកក្នុងការបង្ក្រាបហើយនៅថ្ងៃទី30ខែមករាបានបង្ហោះសាររបស់លោកជាភាសាខ្មែរយ៉ាងខ្លីនៅលើ X ដែលពីមុនហៅថា Twitter ដើម្បីសរសើរកិច្ចខិតខំប្រឹងប្រែងទាំងនេះដោយ Meng Costa Page